ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានវីដេអូមួយចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការរៀបអាពាហ៍ពិពាហ៍ថាតើយើងត្រូវរៀបអាពាហ៍ពិពាហ៍ដោយម្ដេចដើម្បីឲ្យស្របទៅតាមបទបញ្ញត្តិច្បាប់ចានៅក្នុងវីដេអូនេះនាងខ្ញុំសូមចែករំលែកជូនបងប្អូនដើម្បីឲ្យការរៀបអាពាហ៍ពិពាហ៍នោះគឺត្រឹមត្រូវទៅតាមច្បាប់ត្រូវធ្វើដោយម្ដេចដើម្បីឲ្យការរៀបអាពាហ៍ពិពាហ៍នឹងស្របច្បាប់តើបុរសនិងនារីត្រូវមានអាយុចាប់ពីប្រមាណឆ្នាំឡើងទៅទើបអាចរៀបអាពាហ៍ពិពាហ៍បានចាជាក់ស្ដែងនៅក្នុងក្រមរដ្ឋប្រវេណីរបស់ប្រទេសកម្ពុជាយើងឆ្នាំ2007នៅលើមាត្រា948បានបញ្ញត្តិថាច្បាប់បានអនុញ្ញាតឲ្យបុរសនិងនារីដែលដល់នីតិភាពអាចរៀបអាពាហ៍ពិពាហ៍បានពាក្យថាដល់នីតិភាពកន្លែងនេះគឺគេចង់មានន័យថាគឺបុរសហើយនិងស្ត្រីគឺមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយប៉ុន្តែក៏មានករណីលើកលែងចាគឺថាករណីដែលមានភាគីម្ខាងដែលគាត់ជានីតិជនមានអាយុចាប់ពី18ឆ្នាំឡើងហើយភាគីម្ខាងទៀតហ្នឹងគឺគាត់មានអាយុក្រោម18ឆ្នាំចាអញ្ចឹងក៏គាត់អាចរៀបអាពាហ៍ពិពាហ៍បានដែរប៉ុន្តែលុះត្រាតែភាគីដែលជាអនីតិជនហ្នឹងគឺគាត់មានអាយុលើ16ឆ្នាំមានន័យថាគាត់មិនមែនក្រោម16ឆ្នាំទេចាគឺគាត់លើ16ឆ្នាំនោះគាត់អាចរៀបអាពាហ៍ពិពាហ៍បានក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌភ្ជាប់មួយទៀតគឺត្រូវតែទទួលបាននៅការយល់ព្រមពីឪពុកម្ដាយឬក៏អ្នកអាណាព្យាបាលហើយបុរសនិងនារីចាច្បាប់បានបញ្ញត្តិថាបុរសហើយនិងនារីដែលមិនទាន់ដល់នៅនីតិភាពចាគឺមិនទាន់គ្រប់នៅអាយុ18ឆ្នាំគឺមិនអាចរៀបអាពាហ៍ពិពាហ៍បានទេត្រូវរៀបអាពាហ៍ពិពាហ៍ប្រកាសជាចង់ដឹងហើយថាតើនៅពេលរៀបអាពាហ៍ពិពាហ៍ត្រូវការឯកសារជាប់ឬក៏ឯកសារអ្វីខ្លះដើម្បីយើងដំណើរការនីតិវិធីរៀបអាពាហ៍ពិពាហ៍ទៅបានដល់រលូនកុំឲ្យថាបានមុខខ្វះក្រោយបានក្រោយខ្វះមុខចាចំពោះឯកសារសំខាន់ដែលចាំបាច់នៅក្នុងការរៀបអាពាហ៍ពិពាហ៍នាងខ្ញុំសូមណែនាំឯកសារចំនួន4ដែលសំខាន់ត្រូវតែមាននៅក្នុងដៃចាទី1គឺតកតងទៅនឹងអត្តសញ្ញាណប័ណ្ណចាអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងគឺយើងត្រូវតែមានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពហើយយកល្អគួរតែយកទៅបញ្ជាក់ចាយកទៅបញ្ជាក់ដើម្បីប្រើប្រាស់ហើយចំណុចទី2គឺសម្បត្តិកំណើតចាទាំងខាងប្រុសទាំងខាងស្រីគឺត្រូវតែមានសម្បត្តិកំណើតឬមួយក៏សេចក្តីចម្លងសម្បត្តិកំណើតហ្នឹងដែលយើងយកទៅបញ្ជាក់នៅសាលាស្រុកឬមួយក៏ស្លាកខណ្ឌហើយចំណុចសំខាន់មួយទៀតនោះទី3ចាឯកសារទី3គឺសៀវភៅគ្រួសារឬមួយក៏សៀវភៅស្នាក់នៅចាគឺដូចគ្នាដែរត្រូវ copy ហើយយកទៅធ្វើការថតចម្លងនៅសាលាស្រុកឬក៏ស្លាកខណ្ឌហើយចំណុចសំខាន់ទី4ចាគឺតាកតងទៅនឹងរូបថតភាគីទាំងខាងប្រុសទាំងខាងស្រីចាំបាច់ត្រូវតែមានរូបថតចារូបថត 4x6 ចាបងប្អូនអាចត្រៀមទៅ 4-10 ស្លឹកប្រើការនៅពេលក្រោយទៀតនៅពេលដែលយើងចោះសម្រាប់ពាហ៍ហើយនឹងខ្ញុំសូមបញ្ជាក់លម្អិតអំពីនីតិវិធីថាតើយើងត្រូវរត់ការឯកសារធ្វើបែបណាខ្លះដើម្បីឲ្យយើងអាចរៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់ចានាងខ្ញុំសូមលើកយកករណីដែលភាគីទាំងពីរទាំងខាងប្រុសនិងខាងស្រីហ្នឹងគឺគាត់មានទីលំនៅចាគឺមិនមែនតែរស់នៅភូមិជាមួយគ្នាទេគឺនឹងខ្ញុំចង់និយាយពីឃុំសង្កាត់ដែលគាត់រស់នៅហ្នឹងគឺផ្សេងគ្នាចាឬក៏អាចថាគាត់រៀបការជាមួយនឹងអ្នកដែលនៅខេត្តផ្សេងចាដូចថាប្រពន្ធនៅខាងបាត់ដំបងឬមួយក៏ប្តីរបស់គាត់នៅឯខាងខេត្តស្វាយរៀងឬក៏នៅខាងខេត្តផ្សេងទៀតចឹងណាបងប្អូនចាជំហានទី1ដែលបងប្អូនត្រូវដឹងចាចំពោះការរៀបអាពាហ៍ពិពាហ៍យើងអាចរៀបនៅខាងប្រុសក៏បានរៀបនៅខាងស្រីក៏បានប៉ុន្តែជាក់ស្ដែងជាទូទៅនៅប្រទេសកម្ពុជាយើងគឺគេចូលចិត្តធ្វើការរៀបអាពាហ៍ពិពាហ៍នៅផ្ទះរបស់ខាងស្រីប៉ុន្តែទោះបីជាការរៀបអាពាហ៍ពិពាហ៍នោះរៀបនៅខាងណាក៏ដោយចាគឺខាងប្រុសត្រូវតែទម្លាក់ឯកសារមួយដុំចាដើម្បីមកឃុំនៅខាងកូនស្រីដើម្បីអាចដំណើរការនីតិវិធីអាពាហ៍ពិពាហ៍នោះបានហើយសម្រាប់ឯកសារដែលខាងប្រុសត្រូវរៀបចំដើម្បីបញ្ជូនទៅឃុំរបស់ខាងស្រីគឺនាងខ្ញុំសូមធ្វើការកត់សម្គាល់នៅចំនួន4ចំណុចចាហើយចំណុចទី1ចាដែលខាងប្រុសត្រូវតែមានហ្នឹងគឺសម្បត្តិកំណើតនិងសេចក្តីចម្លងសម្បត្តិកំណើតចាដែលយើងធ្វើនៅសាលាស្រុកឬក៏សាលាខណ្ឌចាំបាច់ត្រូវតែមានគឺប្រើរហូតហើយយើងចូលដល់ចំណុចទី2គឺធ្វើលិខិតបញ្ជាក់ភាពនៅលាវចាខាងប្រុសហ្នឹងគឺគាត់ធ្វើលិខិតបញ្ជាក់ដែលគេហៅថាលិខិតបញ្ជាក់លាវពីមេភូមិសិនចាគឺយើងបញ្ជាក់ពីមេភូមិសិនហើយមេភូមិចេញឲ្យហើយបន្ទាប់មកទៀតគឺនឹងបញ្ជូនឯកសារហ្នឹងទៅខាងឃុំឲ្យសាលាឃុំហ្នឹងជាអ្នកចេញលិខិតបញ្ជាក់ភាពនៅលាវភាពពោះម៉ាយចាហើយបន្ទាប់មកទៀតខាងប្រុសត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍មកឃុំរបស់ខាងកូនស្រីដែលមានបិទរូបថតឈ្មោះហើយនឹងស្នាមមេដៃរបស់ខាងកូនកំឡោះឬក៏ខាងកូនប្រុសនឹងហើយបន្ទាប់ពីបានឯកសារទាំង4ដែលនាងខ្ញុំបានរៀបរាប់នឹងហើយគឺត្រូវបញ្ជូនឯកសារហ្នឹងមកឃុំរបស់ខាងកូនស្រីហើយមន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ដែលខាងកូនស្រីរស់នៅនឹងពិនិត្យមើលទៅលើពាក្យសុំហ្នឹងថា
ពាក្យសុំហ្នឹងគឺមានការត្រឹមត្រូវទៅតាមផ្លូវច្បាប់ឬក៏អត់ករណីដែលគាត់ពិនិត្យឃើញថាត្រឹមត្រូវគាត់នឹងឯកភាពប៉ុន្តែនាងខ្ញុំសូមកាត់បន្តិចសិនតាក់ទងជាមួយនឹងឃុំខាងកូនស្រីដែរកូនស្រីក៏ត្រូវបញ្ជាក់ភាពនៅលាវដូចគ្នាដែលលិខិតបញ្ជាក់ហ្នឹងគឺចេញពីមេភូមិចាគឺមានតែមេភូមិតែដែលដឹងថាយើងនៅលាវឬមួយក៏យើងរៀបការគឺបញ្ជាក់ចេញពីមេភូមិបញ្ជូនទៅខាងមេឃុំឬក៏ចៅសង្កាត់ចាដើម្បីឲ្យគាត់ចេញលិខិតបញ្ជាក់ភាពនៅលាវចាមួយសន្លឹកឲ្យមកខាងកូនស្រីដូចគ្នាបន្ទាប់ពីក្រុមឯកសារទាំងអស់ហើយទាំងខាងកូនកំឡោះខាងកូនក្រមុំគឺត្រូវយកឯកសារនោះមកដាក់នៅខាងឃុំខាងកូនស្រីហើយករណីដែលមន្ត្រីអត្រានុកូលដ្ឋានបានពិនិត្យឃើញថាពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍នោះត្រឹមត្រូវចាគាត់នឹងអនុញ្ញាតឲ្យយើងនឹងធ្វើការរៀបអាពាហ៍ពិពាហ៍បានដោយមេឃុំនឹងចេញលិខិតអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ដែលលិខិតអនុញ្ញាតនោះគឺត្រូវបានគេឲ្យឈ្មោះថាប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍នេះត្រូវធ្វើនៅចន្លោះ10ទៅ15ថ្ងៃមុនថ្ងៃរៀបការទើបយើងអាចរៀបនៅកម្មវិធីមង្គលការនឹងបានហើយសម្រាប់រយៈពេលនៃការប្តឹងទាស់គឺប្តឹងជំទាស់ទៅនឹងអាពាហ៍ពិពាហ៍ហ្នឹងគឺមានរយៈពេល10ថ្ងៃប្រសិនបើគ្មានការប្តឹងជំទាស់ទេអាពាហ៍ពិពាហ៍អាចធ្វើបានឡើងគ្រប់ពេលវេលានៅក្នុងរយៈពេល6ខែដោយគិតចាប់ពីថ្ងៃដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍នាងខ្ញុំសូមបញ្ជាក់ជូនថាចំពោះប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ហ្នឹងត្រូវបានធ្វើឡើងជា5សន្លឹកដែលប័ណ្ណហ្នឹងគឺមានបិទរូបថតខាងកូនកំឡោះហើយនិងខាងកូនកំមុំហ្នឹងគឺនៅទន្ទឹមគ្នានៅសន្លឹកខាងលើនៅផ្នែកខាងលើហើយធ្វើឡើងជា5សន្លឹកដោយមួយសន្លឹកហ្នឹងទុកជាឯកសារនៅសាលាឃុំមួយសន្លឹកបិទនៅក្តារខៀនព័ត៌មាននៅខាងមុខសាលាឃុំដោយដែលបងប្អូនទៅសាលាឃុំគឺឃើញហើយមួយសន្លឹកទៀតគឺត្រូវបិទនៅផ្ទះរបស់កូនក្រមុំហើយមួយសន្លឹកនោះគឺបិទនៅផ្ញើទៅខាងផ្ទះកូនកំឡោះដើម្បីឲ្យបិទនៅខាងផ្ទះកូនកំឡោះហើយមួយសន្លឹកគឺទុកឲ្យកូនក្រមុំចាក្រោយផុតរយៈពេល10ថ្ងៃនៃការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍រវាងបុរសនិងនារីអាចស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍បានចាំន័យថាបន្ទាប់ពីការដែលមេឃុំចេញលិខិតអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ហើយ10ថ្ងៃក្រោយចាបុរសហើយនិងនារីហ្នឹងគឺអាចមកស្នើសុំចុះសម្បត្តិអាពាហ៍ពិពាហ៍ដែលយើងនិយាយឲ្យងាយស្ដាប់ទៅដែលគេហៅថាអេតាស៊ីវិលហ្នឹងហើយដោយឡែកចំពោះការចុះសម្បត្តិអាពាហ៍ពិពាហ៍នេះគឺត្រូវការសាក្សីចំនួន2នាក់ចាដែលជានីតិជនមានន័យថាមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយនឹងភ្ជាប់មកជាមួយនឹងអត្តសញ្ញាណប័ណ្ណហើយចំពោះលក្ខខណ្ឌនៃការចុះសម្បត្តិអាពាហ៍ពិពាហ៍នាងខ្ញុំនឹងបង្ហាញជូនបងប្អូននៅវីដេអូបន្តទៀតដោយឡែកវីដេអូនេះគឺនាងខ្ញុំសូមនិយាយតែទាក់ទងទៅនឹងនីតិវិធីនៃការស្នើសុំរៀបអាពាហ៍ពិពាហ៍ថាយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យយើងរៀបអាពាហ៍ពិពាហ៍ត្រូវតាមកំណត់របស់ច្បាប់ការស្នើសុំឲ្យចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដើម្បីឲ្យយើងរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់នេះគឺជាមូលដ្ឋានគ្រឹះចាគឺជាលក្ខខណ្ឌគ្រឹះនៅក្នុងការឈានទៅដល់ការចុះអេតាស៊ីវិលករណីដែលបងប្អូនមិនបានធ្វើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍បានត្រឹមតែរៀបចំអាពាហ៍ពិពាហ៍ទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងទាំងកម្មវិធីមង្គលការមិនថាការតូចការធំទេបើបងប្អូនមិនអនុវត្តទៅតាមនីតិវិធីដែលនាងខ្ញុំបាននិយាយនេះគឺមិនអាចចុះអេតាស៊ីវិលបានទេករណីលើកលែងករណីដែលបងប្អូនចង់ចុះអេតាស៊ីវិលគឺត្រូវតែធ្វើទៅតាមលក្ខខណ្ឌដូចដែលនាងខ្ញុំបានជម្រាបជូនជួបគ្នានៅវីដេអូលើក្រោយជម្រាបលា